ចាជំរាបសួរថ្ងៃនេះខ្ញុំទិញបានត្រីឆ្កោកចំនួន2ខ្ញុំឲ្យអ្នកលក់គេសកាបងប្អូនសកាហើយវាបែបនេះដើម្បីធ្វើងៀតឬក៏ប្រឡាក់ហាលចាការប្រឡាក់ហាលនិងវាងៀតធ្វើងៀតដូចតែគ្នាដែរចាប៉ុន្តែការប្រឡាក់ត្រីនេះយើងធ្វើរបៀបផ្អែមចាត្រីព្រួលក៏ដោយត្រីឆ្កោកក៏ដោយពេលណាយើងពុះបែបនេះទៅយើងប្រឡាក់ជាស្ករវិញជាតិផ្អែមចាប្រឡាក់គ្រឿងអត់មានច្រើនទេណាមានតែ3មុខទេចាគឺអំបិលស្ករជាមួយនឹងប៊ីចេងចារដូវរំហើយសម្បូរមែនតើគឺត្រីគឺរដូវត្រីឆ្ងាញ់ត្រីនេះវាតាមពិតទៅវាឆ្ងាញ់ស្រាប់ហើយត្រីឆ្កោកហ្នឹងណាប៉ុន្តែយើងយកមកធ្វើក្នុងរដូវនេះគឺកាន់តែឆ្ងាញ់ថែមទៀតចានេះខ្ញុំដាក់អំបិលកុំបង្អង់យូរគឺខ្ញុំដាក់អំបិលតិចដែរបងប្អូនកុំសូវច្រើនពេកកន្លះកាព្រានេះត្រីចំនួន2គឺខ្ញុំដាក់កន្លះកាព្រានេះកាព្រានោះមិនមែនកាព្រាបាយទេកាព្រាមិនមែនកាព្រាកាហ្វេដែរគឺកាព្រាដែលគឺចំទើបែបនេះកាព្រាជាព្រាកូនងាតាំងពីកូនខ្ញុំនៅទូចគឺប្រើកាព្រានេះកាព្រាកូនងាបញ្ចុកបបរកូនងាចាដាក់ប៉ុណ្នេះមកចាចំពោះប៊ីចេងខ្ញុំប្រើមួយស្លាបព្រាកាហ្វេកន្លះបងប្អូនចូលចិត្តញ៉ាំប៊ីចេងច្រើនដាក់ពីស្លាបព្រាអីទៅចាត្រីចំនួន2នេះខ្ញុំដាក់មួយស្លាបព្រាកន្លះព្រាកាហ្វេចាស្ករត្នោតការប្រឡាក់ផ្អែមនេះយើងត្រូវប្រើស្ករត្នោតបានឆ្ងាញ់ណាបងប្អូនចាដៃខ្ញុំអត់ទាន់ឆ្អាបអីខ្ញុំត្រូវលូកនឹងដៃមកឆ្កឹះស្ករដែរព្រោះស្ករនេះរៀងខាប់ដែរស្ករនេះមួយដបនេះខ្ញុំអត់បានទុកធ្វើបង្អែមអីទេខ្ញុំទុកសម្រាប់តែឆាហើយនឹងប្រឡាក់ត្រីអញ្ចឹងហើយវារៀងប៉ះអំបិលអីតិចតួចវាមិនអីទេចាខ្ញុំត្រូវប្រើស្កររៀងច្រើនបន្តិចដែរចានេះប្រឡាក់ស្កររៀងច្រើនចាគ្រឿងមានតែ3មុខប៉ុណ្ណេះឯងអំបិលស្ករហើយនឹងជាមួយប៊ីចេងហើយប៉ុណ្ណេះហើយយើងចាប់ផ្ដើមច្បាច់ឲ្យវាចូលជាតិណាការច្បាច់នេះបើសិនជាបងប្អូនថារវល់ធ្វើការងារអីផ្សេងបងប្អូនប្រឡាក់តែ4-5នាទីទៅហើយទុកផ្អាប់វាបន្ទាប់ពីធ្វើម្ហូបផ្សេងហើយខ្ញុំមកប្រឡាក់នេះទៅយើងអាចម៉ាស្សាត្រីនេះបានយូរបន្តិចចាអានេះដូចថ្មិញអាណាហ្មងអាចមុតដៃបានណាត្រូវប្រឡាក់ថ្នមនេះមិនខ្លាចអីទេប៉ុន្តែខ្លាចមុតដៃចាកន្លែងនេះអត់មានអីទេមើលសាច់ស្រស់ល្អមែនទេណាចាស្រស់នេះមហាស្រស់ហ្មងខ្ញុំចូលចិត្តញ៉ាំហើយយើងមើលថ្ងៃណាយើងប្រឡាក់យើងមើលថ្ងៃរះបានល្អសូមយើងយកហាលបើសិនជាអត់សូវមានថ្ងៃទេខ្លាចរុយវារោមហើយយើងទុកផ្អាប់មួយយប់ទៅដាក់ក្នុងទូទឹកកកសិនទៅយើងលំអក់តាមចាំស្អែកព្រឹកយើងដាក់ចាប់ដើមហាលចាសាច់គេលងលឿងណារដូវញ៉ាំត្រីខ្ញុំញ៉ាំត្រីរាល់ថ្ងៃហ្មងចាត្រីគឺខ្ញុំចូលចិត្តញ៉ាំត្រីព្រួលហើយនឹងត្រីឆ្កោកនេះ
ហើយថ្ងៃមុនដែលខ្ញុំធ្វើនោះគឺត្រីត្រីកេះណាបងប្អូនត្រីកេះឬត្រីត្អូនមួយថ្ងៃមុនវឹកទិញត្រីកេះត្រីត្អូនតែពេលមួយថ្ងៃនេះឃើញវាក់ត្រីព្រួលត្រឹងត្រីឆ្កោកអញ្ចឹងស្ដាយវិញទិញញ៉ាំទៀតយើងដាក់ផ្អែមរៀងមុតបន្តិចបានឆ្ងាញ់កាលណាស្ទើរផ្អែមស្ទើរប្រៃគឺអត់ឆ្ងាញ់ទេត្រីរបៀបនេះប្រឡាក់របៀបនេះចាកាលណាលាយរលាយអំបិលរលាយស្ករហើយយើងផ្កាប់អញ្ចឹងទុកចំនួន20នាទីឬក៏30នាទីយើងស្រង់ដាក់ហាលមើលទៅថាល្ងាចយើងញ៉ាំពេលល្ងាចយើងញ៉ាំគឺយើងដាក់ហាលមកសពប់និយាយពីអាំងឆ្ងាញ់ណាស់បងប្អូនអើយឆ្ងាញ់មែនទែនមើលសាច់ស្រស់ល្អទន់នឹងល្មើយហ្មងលាងខ្លាញ់ក្បាលត្រីដាក់ចាំងថ្ងៃចេះមើលថ្លាទៅយ៉ាងហ្មងថ្លាក្រហមមិនថ្លាស្ពេសទេចាត្រីនេះខ្ញុំទិញ3នេះថ្លឹងទៅជិត2គីឡូដែរមិនតូចទេណាគឺជិតទម្ងន់ជិត2គីឡូខ្ញុំស្ងោរជាមួយនឹងជ្រក់ស្ពៃដែលខ្ញុំធ្វើដោយខ្លួនឯងនោះមួយហើយខ្ញុំឲ្យគេវះបែបនេះចំនួន2យកមកប្រឡាក់បែបនេះចាយើងប្រឡាក់ឲ្យវាចូលជាតិបែបនេះហើយយើងត្រូវផ្កាប់វាឲ្យវាខាងផ្នែកសាច់នេះចូលអញ្ចឹងហើយយើងទុករយៈពេលកន្លះម៉ោងឬក៏25នាទីយើងនឹងស្រង់ហាលហើយអាំងបដ ாய் ណាចាអាំងឬក៏ចៀននិយាយរួមគឺអាំងឆ្ងាញ់ជាងបងប្អូនយើងធ្វើរបៀបអាំងឆ្ងាញ់ជាងឈ្ងុយហ្មងចាឥឡូវនេះយើងមកមើលត្រីរបស់យើងដឹងតែចូលជាតិហើយយើងលើកដាក់ហាលតែម្ដងណាបងប្អូនចានេះមុននឹងដាក់ហាលយើងប្រឡាក់វាឲ្យវាប្រឡាប់វាឲ្យចូលជាតិជាមួយនឹងទឹកវានេះអត់សូវមានទឹកទេព្រោះអីយើងសម្រស់នេះឲ្យស្អាតហើយណាសម្រស់ឲ្យវារៀងស្ងួតអានេះទឹកចេញពីត្រីហើយនឹងចេញពីស្ករអំបិលណាចា
ចាឥឡូវនេះយើងយកទៅហាលរកទីកន្លែងដែលក្តៅចាប្រហែលជាដាក់នៅខាងនេះតិចទៀតវាជិតផុតថ្ងៃចានៅនេះក្តៅបានយូរបងប្អូនតិចទៀតថ្ងៃកាន់តែមកដល់ហើយចាបើយើងខ្លាចរួយយើងអាចយកស្បៃមកគ្របបន្តិចទៀតបានណាចា